ទៅវត្តស្លៀកហូលផាមួងថាវាសមអើយសមបងមើលចិត្តចង់គ្មានតោះត្រង់ណាថាកូនចៅលោកណាអីក៏ល្អម្លែថ្លៃអូនអើយអូនសូមយល់ស្រង់ឲ្យស្រីទៅវត្តជាមួយនឹងថ្លៃបានទេថាក្រមុំស្រុកស្រែខែរទៅជុំសាច់សរលងរលីងមុនខៃក៏ដូចសំលៃស្រមកវាជុំធ្វើឲ្យប្រុងជួលជើមសុំស្នេហ៍បងនឹងប្រាប់ម៉ែឲ្យជួលដណ្ដឹងស្រីអូនអើយអូនសូមអូននាងអាណិតអាសូរដល់ចិត្តដែរបងខំស្នេហ៍ប្រហាក្លិនស្រីនៅចាញ់ក្លិនអូនក្លិនស្រមីស្រួនក្លិនក្រអូបស្រុកមិនណាយបើសិនបានអូនមកនិកកាយទុកនឹងរសាយបានចង់ឆាយមកដាក់ណូពីសំសួនសំនារីខ្មែរដំណើរបែបខ្មែរកូនអ្នកស្រែចំការសម្រងទាំងទាញមនុស្សផងនេះចំរួមដាំងពីងធ្វើជាសង្សារតែសំណាងបងបានអូនព្រមស្នេហាអូនអើយអូនយើងពិតមាននិស្ស័យជាប្រពន្ធប្តីដល់ចាំងកោងខ្នងពេញស្រែស្រងាយបាយគុំខ្ញុំឃើញក្រមុំយូរស្រាំងទៅវត្តស្លៀកហូលផាមួងថាវាសមអើយសមបងមើលចិត្តចង់គ្មានតោះត្រង់ណាថាកូនចៅលោកណាអីក៏ល្អម្លែថ្លៃអូនអើយអូនសូមយល់ស្រង់ឲ្យស្រីទៅវត្តជាមួយនឹងថ្លៃបានទេថាក្រមុំស្រុកស្រែខែរទៅជុំសាច់សរលងរលីងមុនខៃក៏ដូចសំលៃស្រមកវាជុំធ្វើឲ្យប្រុងជួលជើមសុំស្នេហ៍បងនឹងប្រាប់ម៉ែឲ្យជួលដណ្ដឹងស្រីអូនអើយអូនសូមអូននាងអាណិតអាសូរដល់ចិត្តដែរបងខំស្នេហ៍ប្រហាក្លិនស្រីនៅចាញ់ក្លិនអូនក្លិនស្រមីស្រួនក្លិនក្រអូបស្រុកមិនណាយបើសិនបានអូនមកនិកកាយទុកនឹងរសាយបានចង់ឆាយមកដាក់ណូពីសំសួនសំនារីខ្មែរដំណើរបែបខ្មែរកូនអ្នកស្រែចំការសម្រងទាំងទាញមនុស្សផងនេះចំរួមដាំងពីងធ្វើជាសង្សារតែសំណាងបងបានអូនព្រមស្នេហាអូនអើយអូនយើងពិតមាននិស្ស័យជាប្រពន្ធ